សូមរីករាយជ្រះថ្នាក់អនុមោទនាថ្ងៃនេះគឺជាថ្ងៃសិលថ្ងៃដង្ហែព្រះបរមសារីរិកធាតុនៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងសូមរីករាយជ្រះថ្នាក់អនុមោទនាបុណ្យប្រកេនបុណ្យនឹងជូនបុណ្យពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃសិលថ្ងៃ15កើតពេញបរមីសម្រាប់វត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងតែងតែដង្ហែព្រះបរមសារីរិកធាតុឬក៏បូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសិលថ្ងៃ8រោចថ្ងៃ15រោចថ្ងៃ8កើតនិងថ្ងៃ15កើតពេញបរមីតែម្ដងប្រកេនបុណ្យជូនបុណ្យពុទ្ធបរិស័ទម្ដងទៀតសូមជួយ like ជួយ share ទាំងអស់គ្នាបីអនុមោទនាកុសលផលបុណ្យទោះបីជាពុទ្ធបរិស័ទអញ្ជើញមកចូលរួមក្តីមិនបានចូលរួមក្តីឃើញទៅតាមសកម្មភាពទាំងអស់នេះកាត់បុណ្យកាត់កុសលទៅតាមទង្វើរបស់ព្រះសង្ឃពុទ្ធបរិស័ទដែលបានខិតខំប្រឹងប្រែងបំពេញកុសលផលបុណ្យរៀងរាល់ថ្ងៃសិលតែម្ដងខ្ញុំបករណាបាសករស្មីនេះជាហាជាប្រធានគណៈកម្មការក្នុងវត្តស្លាកែតខេត្តបាត់ដំបងតែព្យាយាមចែករំលែកនូវសកម្មភាពល្អៗនៅជាអំពើល្អគេនឹងចែកជូនដល់ពុទ្ធបរិស័ទបានទេសនាទាំងអស់គ្នាសូមឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីចម្រើនក្នុងឆ្នាំថ្មីនេះជូនពរឲ្យប្រជាជនខ្មែររស់នៅក្នុងប្រទេសនិងក្រៅប្រទេសឲ្យមានសុខភាពល្អរស់ស៊ីមានបានសុខសប្បាយជូនពរគឺជាមួយបុណ្យមួយឡែកឲ្យបងប្អូនតែយើងខ្លួនឯងត្រូវខិតខំប្រឹងប្រែងធ្វើសេចក្តីល្អអំពើល្អដោយខ្លួនឯងដែរទើបកុសលផលបុណ្យជួយយើងបានសូមប្រកេនបុណ្យជូនបុណ្យអនុមោទនាអធិស្ឋានបងប្អូនណារៀងឲ្យសម្លេងទៀតដោយសារតែរវល់មែនទែនអញ្ចឹងព្យាយាមបត់សម្លេងនិងប្រកេនបុណ្យជូនបុណ្យពុទ្ធបរិស័ទទាំងអស់គ្នាទៅក្តីល្អមិនតតែបងប្អូនចូលបច្ច័យធ្វើបន្តនោះទេសំខាន់ឲ្យតែចិត្តជ្រះធ្វើការចែករំលែកដល់ពុទ្ធបរិស័ទជាច្រើនតែសូមបងប្អូនជួយ like ជួយ share ផងណាសូមអនុមោទនាបុណ្យឲ្យរឿយៗគ្រប់គ្នាសូមអនុមោទនាបុណ្យ